chỉ cần chấm đamពួកខ្ញុំសូមជម្រាបសួរដល់លោកគ្រូនិងសួស្តីអ្នកគ្នាអញ្ចឹងថ្ងៃនេះអឺពួកយើងនឹងធ្វើការជជែកគ្នាអំពីប្រធានបទមួយដែលកំពុងតែក្តៅហើយខ្ញុំគិតថាអ្នកគ្នាគួរតែចាប់ចំណាប់អារម្មណ៍ទៅលើវាផងដែរព្រោះមិនថាយើងជាសិស្សឬក៏ម្ចាស់អាជីវកម្មឬក៏អ្នកធ្វើការអីទេឲ្យតែយើងប្រើប្រាស់នៅ smartphone ឬក៏ទូរស័ព្ទទំនើបហ្នឹងគឺវាមានឥទ្ធិពលទៅលើយើងទាំងអស់អញ្ចឹងប្រធានបទរបស់ពួកយើងនឹងជជែកថ្ងៃនេះគឺតាក់ទងអំពីឧក្រិដ្ឋកម្មព័ត៌មានវិទ្យានៅក្នុងប្រទេសកម្ពុជាយើងហ្នឹងអញ្ចឹងអ្នកគ្នាប្រហែលជាធ្លាប់ឮព័ត៌មានទេថាតាក់ទងអំពីការបែក clean data តាក់ទងជាមួយនឹងការ hack website តាក់ទងជាមួយនឹងការបោកឆបោកតាមប្រព័ន្ធអនឡាញដែលមានដូចជាការផ្ញើសារដូចជាផ្ញើសារទូរស័ព្ទឲ្យយើងចុចទៅ link ណាមួយដើម្បី hack បាន account Facebook ឬក៏ account Telegram យើងអញ្ចឹងទៅអញ្ចឹងថ្ងៃនេះយើងនឹងនាំគ្នាពិភាក្សាថាវាឧក្រិដ្ឋកម្មទាំងអស់ហ្នឹងវាពិតជាបានកើតឡើងដោយរបៀបណាហើយវាជាឥទ្ធិពលយ៉ាងម៉េចហើយយើងនឹងធ្វើយ៉ាងម៉េចដើម្បីការពារខ្លួនពីការបោកអនឡាញហ្នឹងអញ្ចឹងថ្ងៃនេះខ្ញុំបានអញ្ជើញមិត្តភក្តិខ្ញុំ5នាក់ទៀតដែលទី1មានដោយសំលីទី2មានសេរីរៀបទី3មានបូរ៉ាទី4គូឡងហួយនិងទី5ម៉ារ៉ាឌីនៅសំណួរទី1ដែលខ្ញុំចង់ឲ្យឌីចែករំលែកមុនគេថាតើឌីគិតថាព្រឹត្តិកម្មនៅប្រទេសកម្ពុជាយើងមិនក៏កាលឡើងនឹងមានព្រឹត្តិកម្មអីខ្លះឌីអាចជួយចែករំលែកឲ្យខ្ញុំបានបាទឥឡូវចូលមកចំណុចរបស់ខ្ញុំដែរយើងមកចូលដល់ចំនួនយើងតើអ្នកគិតថាអ្វីដែលជាឧក្រិដ្ឋកម្មដែលផ្អែកឧក្រិដ្ឋកម្មព័ត៌មានវិទ្យានៅក្នុងប្រទេសកម្ពុជាយើងផ្អែកលើការសង្កេតនិងរបាយការណ៍បច្ចុប្បន្នឧក្រិដ្ឋកម្មព័ត៌មានវិទ្យាដែលកើតឡើងច្រើនជាងគេនិងបង្កការខូចខាតទ្រង់ទ្រាយធំដល់ប្រជាជនទូទៅនិងកេរ្តិ៍ឈ្មោះប្រទេសកម្ពុជានោះគឺការ scam អនឡាញជាទូទៅផលប៉ះពាល់ការចូលបោកអ៊ីនធឺណិតគឺជាបញ្ហាដែលកំពុងរីករាលដាលខ្លាំងបំផុតយោងតាមរបាយការណ៍ជាច្រើនការចូលបោកទាំងនេះមិនត្រឹមតែបង្កមានការបាត់បង់ថវិកាដ៏ច្រើនដល់ជនរងគ្រោះប៉ុណ្ណោះទេថែមទាំងទាក់ទងនឹងអំពើជួញដូរមនុស្សនិងពលកម្មដោយបង្ខំទៅតាមមជ្ឈមណ្ឌលចូលបោកមួយចំនួននៅប្រទេសកម្ពុជាហើយសម្រាប់ខ្ញុំមានប៉ុណ្ណឹងទេបាទអរគុណឌីអញ្ចឹងឌីបានលើកមកនៅចំណុចមួយដែលតកតងនៅព្រឹត្តិកម្មដែលកើតឡើងនៅប្រទេសកម្ពុជាយើងច្រើនបំផុតគឺការ scam online ហើយវាបានធ្វើឲ្យផលប៉ះពាល់ដល់មានដូចជួញដូរមនុស្សហើយមានពលកម្មដែលបង្ខំហើយឌីក៏បានលើកឧទាហរណ៍ការបោកកម្ចីប្រាក់ហើយជាមួយនឹងការបោកឱកាសការងារផងដែរអញ្ចឹងឥឡូវខ្ញុំសូមទៅលៀបវិញសូមលៀបចែករំលែកតើហេតុអ្វីទៅបានជាលៀបគិតថាការវាយប្រហារតាមអ៊ីនធឺណិតហ្នឹងនឹងការឆបោកonline scam ហ្នឹងណាវាចេះតែកើនឡើងបាទពីមួយថ្ងៃទៅមួយថ្ងៃនៅប្រទេសកម្ពុជាយើងពេលថ្មីនេះបាទអញ្ចឹងសម្រាប់ខ្ញុំនឹងឆ្លើយទៅជាសំណួរថាហេតុអ្វីបានជាឧក្រិដ្ឋកម្មប្រភេទនេះហ្នឹងវាកើតឡើងជាច្រើននៅក្នុងប្រទេសកម្ពុជាយើងអញ្ចឹងការកើនឡើងនៅការប្រើប្រាស់នៅអ៊ីនធឺណិតនិងសង្គមអនឡាញរបស់យើងហ្នឹងគឺវាមានការកើនឡើងជាប្រចាំថ្ងៃជាបន្តដូចជាពួកយើងទាំងអស់គ្នាគឺតែងតែលេងទៅលើ Facebook Telegram ឬក៏ Instagram TikTok អីចឹងជាដើមប៉ុន្តែយើងអត់ទាន់ដឹងថាអ្វីទៅជាសុវត្ថិភាព digital នោះទេហើយអញ្ចឹងការកើនឡើងនៃពាណិជ្ជកម្មអនឡាញដូចជាonline business អញ្ចឹងដូចជាការធ្វើទីផ្សារលើ marketing ទៅលើ online ទៅលើដូចជា Facebook tablet like Facebook TikTok អីចឹងទៅហ្នឹងគឺជាការធ្វើ online business អញ្ចឹងទៅហើយការបង្កឲ្យមានឱកាសបោកប្រាស់អញ្ចឹងបានន័យថាឬជាការលួចព័ត៌មានអរញ្ញវត្ថុរបស់យើងអញ្ចឹងនៅពេលដែលយើងចូលទៅកាន់ website មួយឬក៏ register អ្វីមួយអញ្ចឹងយើងមិនត្រូវការregister ដូចជា email ឬក៏ password អញ្ចឹងយកដឹងថា website មួយហ្នឹងវាមាន security ឬក៏អត់ទេអញ្ចឹងនៅពេលដែលយើងចុចទៅយកដឹងថាអ្នកបង្កើតទៅលើ website មួយហ្នឹងឬក៏ tablet មួយហ្នឹងយកតន័យរបស់យើងហ្នឹងទៅលក់ឬក៏យកទៅប្រើប្រាស់នៅក្នុងអំពើខុសច្បាប់ឬក៏អំពើអបាយមុខណាមួយអញ្ចឹងទៅអញ្ចឹងមួយវិញទៀតគឺការខ្វះចំណេះដឹងនិងអំពីសុវត្ថិភាពបច្ចេកវិទ្យាឬក៏គេហៅថា cyber security awareness អញ្ចឹងមនុស្សយើងជាច្រើន
មិនដឹងទេមិនដឹងថាការពារគណនីការពារគណនីឬក៏ព័ត៌មានផ្ទាល់ខ្លួនរបស់យើងហ្នឹងតាមរបៀបណាទេពួកយើងចេះតែប្រើប្រាស់ជាប្រចាំថ្ងៃដូចជាមនុស្សទូទៅអញ្ចឹងទៅយើងគ្រាន់តែប្រើយើងដឹងតែប្រើប្រាស់តែយើងអត់ដឹងថាការពារនឹងដោយរបៀបណាថាយើងគួរតែពេលណាដែលយើងធ្វើការ register ទៅលើ website មួយហ្នឹងយើងសង្កេតទៅលើឬក៏ខ្លមមើលអ្វីមួយទៅលើ website ហ្នឹងដូចជាខ្ញុំលើកឧទាហរណ៍ថាដូចជា URL អញ្ចឹងដូចជា HTTPS ហ្នឹងគឺបានន័យថា security ហើយឬក៏ HTTP ហ្នឹងគឺមានថាអត់មាន security អញ្ចឹង website មួយហ្នឹងអាចនឹងធ្វើការ scam យើងឬក៏ធ្វើការលួចទិន្នន័យរបស់យើងតាមរបៀបណាអញ្ចឹងទៅហើយបន្ទាប់វិញទៀតគឺការអនុវត្តច្បាប់មិនទាន់មានប្រសិទ្ធភាពខ្ពស់ទេអញ្ចឹងនៅប្រទេសកម្ពុជាយើងគឺបន្ទោះបីជាវាមានច្បាប់ព័ត៌មានវិទ្យាក៏ដោយប៉ុន្តែការរឹតបន្តឹងឬក៏ការអឺដាក់ទណ្ឌទារទោសទៅលើអ ுக ្រិតកម្មមួយហ្នឹងឬក៏ព័ត៌មានដូចគេថាការប្រព្រឹត្តអំពើខុសច្បាប់ព័ត៌មានមួយហ្នឹងគឺអត់ទាន់មានការដាក់ទោសឲ្យធ្ងន់ធ្ងរឬក៏មានការរឹតបន្តឹងចឹងទេហ្នឹងហើយអញ្ចឹងបើសម្រាប់មួយវិញទៀតគឺអ ுக ្រិតកម្មអន្តរជាតិប្រើកម្ពុជាអ ுக ្រិតកម្មប្រើកម្អ ுக ្រិតកម្មកម្ពុជាតាមបណ្ដាឲ្យបងថាបោកប្រាស់ដូចជា scam អញ្ចឹងខ្ញុំសូមលើកឧទាហរណ៍ទៅលើ scam ហ្នឹងការ scam ហ្នឹងដូចតែខ្ញុំបាននេះអញ្ចឹងការ scam ហ្នឹងគឺវាមានច្រើនប្រភេទមែនតើអញ្ចឹងដូចដែលយើងបានដឹងហើយថាការ scam វាមាន scam online scam អញ្ចឹងទៅអញ្ចឹងនៅពេលដែលយើងregister ទៅលើ website មួយណាក៏ដោយឬក៏ website ដែលអត់មាន security ទេយើង register ដូចជា email ឬក៏ password ហ្នឹងយើងអាចនឹងមានការហានិភ័យខ្ពស់ដោយសារតែនៅពេលដែលយើង register ទៅលើ website ទាំងអស់ហ្នឹងយើងអត់ដឹងថាតើអ្នកដែលបង្កើត website មួយហ្នឹងយកទិន្នន័យរបស់យើងឬក៏យកទៅប្រើប្រាស់ដោយរបៀបណាគឺយើងអត់ដឹងដែរអញ្ចឹងវាអាចនឹងមានការបោកបញ្ឆោតទៅតាមមួយវិញទៀតគឺទៅលើ email អញ្ចឹងនៅពេលដែលយើងregister ទៅវានឹងមានការ verify ទៅលើ email យើងអញ្ចឹងវាអាចនឹងមាន phishing គឺថាការក្លែងបន្លំឬការលួចទិន្នន័យរបស់យើងដូចជាពាក្យសម្ងាត់របស់យើងឬក៏ការលួចទិន្នន័យធនាគារឬក៏ការផ្ដល់អីជាដើមដូចជាផ្ញើសារមកយើងថាយើងអាចនឹងមានការឈ្នះឆ្នោតឬក៏អីយ៉ាងអញ្ចឹងទៅអញ្ចឹងការប្រើប្រាស់ដោយមានទំនួលខុសត្រូវគឺពិតជាមានសារៈសំខាន់មែនទែនអញ្ចឹងសម្រាប់ការនៅក្នុងប្រទេសកម្ពុជាខ្ញុំគិតថាទៅលើ technology មួយហ្នឹងគឺអត់ទាន់មានការប្រើប្រាស់អត់មានទាន់ការមានយល់ការមានចំណេះដឹងទៅលើមួយហ្នឹងល្អទេអញ្ចឹងខ្ញុំគិតថានៅថ្ងៃអនាគតពួកយើងនឹងធ្វើការបង្រៀនពួកគាត់ឬក៏ចែកម្លែកនៅចំណេះដឹងដែលធ្វើការពារទៅលើទិន្នន័យផ្ទាល់ខ្លួនហ្នឹងហើយអញ្ចឹងសម្រាប់ចំណុចរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបាទអរគុណលៀបអញ្ចឹងលៀបមិនហ្នឹងបាននិយាយតាក់ទងអំពីមូលហេតុចម្បងមួយដ៏ធំបំផុតគឺការខ្វះខាតចំណេះដឹងរបស់ប្រជាជនដែលតាក់ទងអំពីសមត្ថភាពបច្ចេកវិទ្យាដែលយើងហៅថា awareness technology awareness បាទអញ្ចឹងអរគុណលៀបម្ដងទៀតអញ្ចឹងខ្ញុំសូម move ទៅមកសំណួរទៀតដែលនិយាយតាក់ទងថាតើមានប្រភេទឧក្រិដ្ឋកម្មព័ត៌មានវិទ្យាអីធំៗដែលគ្របកើតមាននៅប្រទេសកម្ពុជាយើងអញ្ចឹងថាមួយពយល់អំពីvirus មួយចំនួនតែតាក់ទងជាមួយឧក្រិដ្ឋកម្មព័ត៌មានវិទ្យាឲ្យអ្នកគ្នាយល់ផងបាទបាទសូមអរគុណហុងសម្រាប់សំណួរនេះឥឡូវខ្ញុំធ្វើការឆ្លើយអឺប្រភេទក្រិតកម្មព័ត៌មានវិទ្យាធំៗដែលនៅកម្ពុជានោះមានការវាយប្រហារទៅលើប្រព័ន្ធបណ្ដាញអ៊ីនធឺណិតដោយ attack on system network ដូចជាការ hack ចូលបដិសេធសេវាចែកចាយ DDoS ហើយនឹងការវាយប្រហារដោយ ransomware ហើយចំណែកមួយទៀតក្រិតកម្មទាក់ទងនឹងទិន្នន័យគឺ data related crime ដូចជាការលួចអត្តសញ្ញាណការលេចធ្លាយទិន្នន័យនិងការប្រើប្រាស់ឯកសារទិន្នន័យខុសច្បាប់ហើយមួយទៀតក្រិតកម្មហិរញ្ញវត្ថុតាមកុំព្យូទ័រដូចជាការចុះបោកតាមអនឡាញលើកថាគេគេហៅថា online scam គឺជាការបន្លំតាមអ៊ីមែលនិងคล้ายៗហើយបន្លំតាមរយៈកុំព្យូទ័រហើយមួយទៀតកិច្ចកម្មមេតិកាដូចជាការបោះពុម្ពផ្សាយខ្លឹមសារខុសច្បាប់រូបអាភាសការញុះញង់ជាដើមហើយនឹងការបរិហាគេឈ្មោះនៅតាមអនឡាញហើយចំណែកអឺ
virus មេរោគចំនួន4ទៀតខ្ញុំធ្វើការបញ្យល់ទីមួយគឺ virus virus គឺជាមេរោគដ៏អាក្រក់មួយដែលភ្ជាប់ខ្លួនទៅនឹងឯកសារឬកម្មវិធីផ្សេងៗហើយដំណើរការរបស់វាត្រូវបានមនុស្សបើកឯកសារដែលមានការផ្សាយទៅកន្លែងផ្សេងៗហើយផលប៉ះពាល់របស់វានឹងគឺបំផ្លាញឯកសារក្នុងកុំព្យូទ័ររបស់យើងហើយធ្វើឲ្យកុំព្យូទ័ររបស់យើងមានការ slow ដើរយឺតអញ្ចឹងហើយនឹងក៏បាត់បង់ទិន្នន័យអីមួយក្នុងកុំព្យូទ័ររបស់យើងអញ្ចឹងហើយចំណុចបន្ទាប់នេះworm worm គឺជាមេរោគមួយដែលចម្លងដោយខ្លួនឯងដោយស្វ័យប្រវត្តិតាមបណ្ដាញដោយមិនចាំបាច់មានអ្នកប្រើអ្វីទេហើយមួយទៀតដំណើរការរបស់វានឹងផ្ញើខ្លួនទៅតាមបណ្ដាញឬអ៊ីមែលទៅកុំព្យូទ័រផ្សេងទៀតហើយផលប៉ះពាល់របស់ worm ហ្នឹងគឺវាធ្វើឲ្យប្រព័ន្ធកុំព្យូទ័ររបស់យើងយឺតឬការទប់ស្កាត់ការធ្វើការនិងការប្រើឲ្យ bandwidth នឹងច្រើនហើយធ្វើឲ្យបណ្ដាញរបស់យើងគឺមានការយឺតចឹងហើយបន្តមកវាអាចបង្កការខូចខាតឯកសារឬប្រព័ន្ធហើយហើយវាងាយស្រួលក្នុងការសម្រាប់ពួក hack នឹងចង់ចូលក្នុងកុំព្យូទ័ររបស់យើងដោយងាយស្រួលហើយចំណុចបន្ទាប់ហ្នឹងគឺ Trojan Horse Trojan Horse គឺជាមេរោគមួយដែលលក្ខណៈដូចជាកម្មវិធីធម្មតាប៉ុន្តែវាហើយពិតជាប្រកាសថាវាមានមេរោគលាក់ខ្លួននៅក្នុងហ្នឹងហើយវាអាចលួចព័ត៌មានឬតម្លើងមេរោគផ្សេងទៀតនៅក្នុងកុំព្យូទ័រយើងហើយផលប៉ះពាល់របស់វាហ្នឹងគឺវាអាចលួចព័ត៌មានផ្ទាល់ខ្លួនរបស់យើងដូចជាពាក្យសម្ងាត់និងលេខកាតឥណទានលក្ខណៈថាឧទាហរណ៍ថាទូរស័ព្ទរបស់យើងពេញ storage គេចឹងហើយតមកយើងត្រូវការ clean ហើយតមកយើងក៏ចង់ទៅ down វានៅក្នុង App Store ឬក៏ Play Store ហើយបើយើងបាន down កម្មវិធីនោះហើយវាបែរជា load advertise load អីពេញ screen ទូរស័ព្ទយើងគឺវាលក្ខណៈថាវាជាមេរោគណាហើយចំណុចបន្ទាប់នោះគឺ spam spam គឺជាសារឬអ៊ីមែលមួយដែលត្រូវផ្ញើច្រើនទៅមនុស្សជាច្រើនដោយគ្មានការអនុញ្ញាតហ្នឹងវាហើយវាមានគោលបំណងធម្មតាសម្រាប់ផ្សព្វផ្សាយលទ្ធផលឬបោកប្រាស់ឬបង្កើតគ្រោះថ្នាក់ហើយដូចជាវា send link យើងតាម MS ឬក៏ Telegram ដូចជាវា send មកតែថាយើងត្រូវឈ្នះរង្វាន់អីតមកយើងធ្វើការចុច link ហ្នឹងទៅតាមវាហ្នឹងគណៈពេលដែលយើងចុច link ហ្នឹងបើយើងបានដឹងយើងចុចពឹបវានឹងធ្វើការចូលក្នុងប្រព័ន្ធរបស់យើងឬក៏ចូលក្នុងទូរស័ព្ទឬកុំព្យូទ័ររបស់យើងវាអាចយក account របស់យើងដូចជា Telegram ឬក៏ Facebook ហើយឆាតទៅខ្ចីលុយមិត្តភ័ក្តិឬក៏ទៅធ្វើរឿងអ្វីផ្សេងៗតាមតែស្រេចចិត្តវាហើយសម្រាប់ចំណុចរបស់ខ្ញុំមានតែប៉ុណ្្នឹងទេបាទអរគុណហួយដែលបានចែករំលែកអញ្ចឹងហួយបាននិយាយតាក់ទងអំពីប្រភេទឧក្រិដ្ឋកម្មព័ត៌មានធំនៅលើប្រទេសកម្ពុជាមានដូចជាការវាយប្រហារតាមរយៈប្រព័ន្ធហើយបណ្ដាញហើយមានដូចជាឧក្រិដ្ឋកម្មតាក់ទងជាមួយនឹងទិន្នន័យហើយជាមួយនឹងឧក្រិដ្ឋកម្មហិរញ្ញវត្ថុតាមកុំព្យូទ័រហើយជាមួយនឹងឧក្រិដ្ឋកម្មមាតិកាអញ្ចឹងហើយហួយក៏បានចែករំលែកនៅ virus មួយចំនួនដែលវារៀងថាទូទៅមានដូចជា virus មាន worm ហើយមាន Trojan House ហើយជាមួយនឹងTrojan Horse សំទោសបាទហើយជាមួយនឹង spam អញ្ចឹងខ្ញុំសូមបងដេញចែកម្លែងម្ដងទៀតអត់មែនចែកម្លែងម្ដងទៀតតែចែកម្លែងមួយសំណួរទៀតដែលតកតងថាតើឧក្រិដ្ឋកម្មព័ត៌មានវិទ្យាហ្នឹងវាមានផលប៉ះពាល់អីខ្លះបាទអរគុណបាទឥឡូវយើងចូលមកដល់ចំនួនរបស់ខ្ញុំនិយាយពីឧក្រិដ្ឋកម្មព័ត៌មានវិទ្យាហើយវាផ្ដល់ផលប៉ះពាល់អ្វីខ្លះហើយក្នុងចំណុចនេះដែរខ្ញុំមានដូចជាលើកបាន6ចំណុចទាក់ទងនឹងផលប៉ះពាល់វាចំណុចទី1គឺផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុហើយផលប៉ះពាល់នេះដែរចំពោះបុគ្គលការបាត់បង់ប្រាក់ពីគណនីធនាគារការចំណាយលើការស្ដារប្រព័ន្ធគឺការបាត់បង់ប្រាក់វិនិយោគលើការឆោបបោកហើយចំណុចទី2នោះគឺចំពោះអាជីវកម្មវិញការចំណាយលើការសង្កេតសារប្រព័ន្ធបន្ទាប់ពីគេហែករបស់យើងទៅហើយយើងត្រូវបានបាត់បង់ប្រាក់ចំណូលពីការចំណាយចំពោះការលេខធ្លាយទិន្នន័យហើយចំណុច3នោះគឺប៉ះពាល់ដល់សង្គមការប៉ះពាល់ដល់សង្គមនេះនាំឲ្យមានការបាត់បង់ទំនុកចិត្តលើបច្ចេកវិទ្យានិងមានការភ័យខ្លាចក្នុងការប្រើប្រាស់ប្រព័ន្ធអនឡាញហើយចំណុចបន្ទាប់
ផលប៉ះពាល់ដល់ស្ថាប័នការប៉ះពាល់ដល់ស្ថាប័ននេះដែរធ្វើឲ្យបាត់បង់កេរ្តិ៍ឈ្មោះនិងជំនឿទុកចិត្តពីសាធារណជនឬអតិថិជនហើយចំណុចទី5ប៉ះពាល់ដល់សន្តិសុខជាតិហើយចំណុចនេះដែរវាអាចវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់រដ្ឋាភិបាលហើយចំណុចបន្ទាប់ផលប៉ះពាល់ផ្លូវចិត្តនិងសិទ្ធិមនុស្សចំពោះជនរងគ្រោះនៃការឆបោកលួចទិន្នន័យបង្កឲ្យមានការថប់បារម្ភឬក៏ភ័យខ្លាចបាត់បង់ទឹកចិត្តជាដើមហើយចំពោះករណីឆបោកនៅកម្ពុជាយើងផលប៉ះពាល់ផ្នែកសិទ្ធិមនុស្សធ្ងន់ធ្ងរដោយសារករណីពលកម្មបង្ខំការឃុំឃាំងនិងការធ្វើទរណកម្មលើអ្នកដែលត្រូវបានបង្ខំឲ្យធ្វើជា scammer ហើយចំណុចក្នុងមានប៉ុណ្្នឹងទេ បាទគុណដេអញ្ចឹងដេបានចែករំលែកផលប៉ះពាល់ដែលមាន6ចំណុចអញ្ចឹងចំណុចទី1គឺតកតងជាមួយនឹងផលប៉ះពាល់ហិរញ្ញវត្ថុហើយទី2តកតងជាមួយចំពោះអាជីវកម្មទី3ចំពោះសង្គមទី4ចំពោះស្ថាប័នទី5ចំពោះសន្តិសុខជាតិហើយជាមួយទី6លើចិត្តនិងសិទ្ធិមនុស្សអញ្ចឹងខ្ញុំសូមឆ្លងដល់សំណួរបន្ទាប់ទៀតដែលខ្ញុំសូមឲ្យសលេងឆ្លើយម្ដងសលេងអត់បាននិយាយទេអញ្ចឹងតើហេតុអ្វីបានជាកុមារឬមនុស្សចាស់វាងាយស្រួលក្នុងការរងគ្រោះដោយសារតែឧក្រិដ្ឋកម្មព័ត៌មានវិទ្យាជាងគេនេះអាចចែកម្លែកឲ្យខ្ញុំដឹងបានណាបាទ អូខេបាទអរគុណផងចំពោះសំណួរសំណួរសួរថាហេតុអ្វីបានជាកុមារហើយនិងមនុស្សចាស់ងាយរងគ្រោះដោយសារឧក្រិដ្ឋកម្មព័ត៌មានវិទ្យាចំពោះចំណុចនេះខ្ញុំមាន6ចំណុចមកចែកម្លែកចំណុចទី1គឺនិយាយពីការខ្វះដឹងចំណុចទី1គឺខ្វះចំណេះដឹងអំពីវិទ្យាហើយចំណុចទី2យើងនិយាយពីភាពងាយជឿហើយនឹងត្រូវបានគេបញ្ឆោតចំណុចទី3គឺខ្វះជំនាញក្នុងការទប់ស្កាត់និងរាយការណ៍ពេលដែលយើងមានបញ្ហាផ្ទាល់ហើយចំណុចទី4គឺគ្មានការការពារត្រឹមត្រូវពីគ្រួសារឬក៏អ្នកនៅក្បែរជាដើមហើយចំណុចទី5គឺអក្រិតកម្មអក្រិតជនគឺដឹងពីចំណុចខ្សោយរបស់កុមារឬមនុស្សចាស់ឥឡូវយើងមកទៅចំណុចទី1វិញចំណុចទី1មានថាចំណុចទី1គឺខ្វះចំណេះដឹងនិងដឹងអំពីអតិថិជនចំណុចនេះមានថាចំពោះកុមារនិងមនុស្សចាស់ពីច្រើនគឺពួកគេអត់បានយល់ច្បាស់អំពីការប្រើប្រាស់អ៊ីនធឺណិតឲ្យមានសុវត្ថិភាពឧទាហរណ៍ថាគេចេះតែចុច link ប្រេផ្តាស់ហ្នឹងទៅគឺអាចប៉ះពាល់ដល់ទិន្នន័យពីដើមហើយចំណុចទី2គឺពួកគេមិនដឹងអំពីការកំណត់ privacy នៅលើបណ្ដាញសង្គមដូចជា Facebook Telegram IG ជាដើមហើយកិច្ចចាំគឺជាឱកាសហ្នឹងគឺដើម្បីបោកប្រាស់ដើម្បីទាញយកទិន្នន័យដូចជាឈ្មោះអាស័យដ្ឋានលេខទូរស័ព្ទដើមហើយចំណុចទី2នេះគឺងាយជឿត្រូវបានគេបញ្ឆោតមានថាដូចជាកុមារឬក៏មនុស្សចាស់ហ្នឹងគឺមានតែងាយជឿនិងអាចជាប់ចិត្តលើអ្វីមួយដូចជាកុមារអាចថាពួកគេចូលចិត្តដូចជា game ឬក៏អីជាដើមហើយចំពោះមនុស្សចាស់វិញគឺពួកគេមានទំនោរជឿទៅលើសារឬក៏ទូរស័ព្ទបោកប្រាស់ឬក៏យើងពេលខ្លះដូចជាយើងធ្លាប់ឃើញលើ Facebook ហ្នឹងគឺគេតេទូរស័ព្ទមកបោកលើចាស់ជាដើមឬក៏អាចថាការចំនួនមុនគឺដូចជា string ដូចជា 7 up គេផ្ញើសារថាយើងត្រូវវល់ហើយយើងត្រូវពេញដូចជាលេខទូរស័ព្ទឈ្មោះហើយអញ្ចឹងទៅអាហ្នឹងក៏ដូចជាការលួចទិន្នន័យរបស់យើងដែរហើយចំណុចមួយទៀតគឺនិយាយពីការខ្វះជំនាញក្នុងការទប់ស្កាត់និងរាយការណ៍មានថាexample ថាពេលយើងជួបនៅបញ្ហាដូចលើកមុនខ្ញុំជួបបញ្ហាគេ hack Telegram អញ្ចឹងដល់ពេលហ្នឹងយើងអត់ដឹងថាយើងគួរធ្វើមកទេហើយបើយើងគិតថាកម្មាគឺគាត់អាចមានអារម្មណ៍ថាភ័យឬក៏អីចឹងដែរហើយក្នុងនាមយើងជាអ្នកនៅចិត្តហ្នឹងយើងអាចផ្ដល់នៅដំណោះស្រាយគាត់ចឹងទៅហើយចំណុចទី4នោះគឺគ្មានការពារពីគ្មានការការពារតាមទៅពីទូរស័ព្ទអ្នកមើលថែចំណុចហ្នឹងមានថាកុមារច្រើនទូរស័ព្ទឬអ៊ីនធឺណិតដោយគ្មានការត្រួតពិនិត្យពីបិតាហើយចំពោះមនុស្សចាស់គឺប្រើកណីនិងឧបករណ៍ដោយគ្មានការជួយបង្ហាញដូចជាការការពារជានៅក្នុង Facebook គឺមានមួយគឺ two factor មានថាមួយហ្នឹងគឺពេលតែយើង log in ទៅវាត្រូវការទាមទារលេខកូដបតង់ទៀតដើម្បីឲ្យយើង log in ចូល Facebook បានហើយចំពោះចំណុចមួយទៀតគឺកិច្ចជនដឹងច្បាស់ពីចំណុចខ្សោយរបស់ target ដូចជាកុមារឬក៏មនុស្សចាស់ជាដើមមានថាកិច្ចជនតាមអនឡាញហ្នឹងឬក៏អ៊ីនធឺណិតហ្នឹងពីច្រើនគេមិនបានជាពួកគេជ្រើសក្មេងឬក៏មនុស្សចាស់
ព្រោះថាក្មេងកុមារឬក៏មនុស្សចាស់ហ្នឹងគឺពួកគេមិនបានយល់ច្បាស់អំពីsecurity នៅលើអ៊ីនធឺណិតចឹងទៅដូចជាហៅថា link នៅជាដើមទៅគាត់អាចចុចដោយអត់ដឹងថា link ហ្នឹងមានដូចជាដូចលាបបានជាមុនទៅគឺមានHTTP S និង HTTP ជាដើមទៅឧទាហរណ៍ដូចជាឧទាហរណ៍ចំពោះចំណុចហ្នឹងគឺជាការផ្ញើសារបោកប្រាស់ការទាមទារទាមទារបង់ប្រាក់ខ្ល้ายៗឬក៏ phishing ជាដើមហើយចំពោះវិធីការពារខ្ញុំលើកមកពី3ដែរទី1គឺយើងឲ្យពួកគាត់ស្វែងយល់អំពីការប្រើប្រាស់អ៊ីនធឺណិតដោយមានសុវត្ថិភាពចំណុចទី2គឺឪពុកក្នុងនាមជាបងឬក៏ជាប្អូនឬក៏ជាគ្រួសារហ្នឹងយើងត្រូវកំណត់ពេលវេលាឬក៏មានតែការផ្សេងៗហ្នឹងសម្រាប់កុមារជៀសវាងការគាត់មើល content អីដែរគឺមិនសម្រាប់content ដែរមិនសម្រាប់កូនៗដូចជា content រឿងអីប្រទេសផ្ដាស់ហ្នឹងទៅហើយចំណុចទី3នោះគឺពេលដែលមានអីសង្ស័យយើងគួរតែ check ទូរស័ព្ទគាត់មុននឹងឲ្យគាត់យកទៅប្រើប្រាស់អីជាដើមហើយចំណុចមួយទៀតគឺបង្កើតការយល់ដឹងសាធារណៈអំពីការបោកប្រាស់អនឡាញហើយសកម្មអ្វីកុមារនិងចាស់ងាយរងគ្រោះពីកម្មព័ត៌មានជាតិពីព្រោះថាពួកគេនោះគឺនិយាយចូលទៅអត់បានយល់ដឹងពី security ឬក៏អីជាដើមហើយចំណុចខ្ញុំមានតែប៉ុណ្ណឹងអរគុណសូលីដែលបានចែករំលែកអញ្ចឹងយើងកុំឲ្យខាត់ពេកចូលទៅសំណួរមួយទៀតហ្មងទៅព្រោះសូលីក៏បានធ្វើការសង្ខេបមកវិញដែរអញ្ចឹងសំណួរមួយទៀតខ្ញុំសូមសួរទៅកាន់ហួយអញ្ចឹងអឺតើមានឧទាហរណ៍អ្វីជាក់ស្ដែងខេសឬក៏ខេសមួយចំនួនដែលឧបដិហេតុអ៊ីនធឺណិតនៅកម្ពុជាដែលបានចាប់អារម្មណ៍នៅទៅលើហួយឯងចែករំលែកបានខ្លះអត់បាទ អូខេគុណហងសម្រាប់សំណួរខ្ញុំសូមលើកឡើង case ចំនួន2ដែលឧបហេតុអ៊ីនធឺណិតនៅកម្ពុជាដែលខ្ញុំបានដឹងរឿងទី1គឺទាក់ទងជាមួយនឹងការប្រើប្រាស់ AI ដែលប្រហែលខែមុនហ្នឹងគឺគេអឺបានរកឃើញ account មួយដែលបានបង្កើត Facebook ឲ្យហើយបានឲ្យផុសរូបភាពคล้ายៗតាមរយៈបច្ចេកវិទ្យា AI ដើម្បីស្វែងរកមូលធិសីលធម៌ហើយពេលហ្នឹងផុសឲ្យដាក់ caption ថាក្មេងប្រុសម្នាក់ហ្នឹងកំសត់ឪពុកត្រឹមតែស្លាប់មួយខែមុនហ្នឹងឥឡូវម្ដាយបានស្លាប់ម្នាក់ទៀតចឹងហើយបន្ទាប់មកផុសហ្នឹងថែមទាំងភ្ជាប់ជាមួយនឹង QR code លេខកុងដើម្បីបាញ់លុយចឹងណាហើយដល់ពេលហ្នឹងលក្ខណៈថាមានចាស់មួយចំនួនគាត់អត់សូវដឹងឬគាត់អត់ដឹងថាហ្នឹងជា AI អីចឹងគាត់ក៏បានបាញ់លុយបាញ់អីហើយទៅកាន់ជនឆបោកហ្នឹងហើយចំណុចចំណុចមួយទៀតគឺតាក់ទងទៅរឿង AI ដដែលទេដោយគេរកឃើញថា website មួយហ្នឹងបានយករូបមនុស្សស្រីកាត់តរូបភាពអាកែតកាយដោយប្រើកម្មវិធី AI ដើម្បីផុសរកលុយក្នុង website អញ្ចឹងណាហើយដោយយករូបបុគ្គលល្បីៗនៅក្នុងប្រទេសកម្ពុជាយើងមួយចំនួនហ្នឹងពីរូបធម្មតាទេបន្ទាប់មកដាក់ចូល AI អញ្ចឹងវាចេញជារូបភាពអាកែតកាយណាហើយចំណុចរបស់ខ្ញុំមានតែប៉ុណ្្នឹងទេ បាទអរគុណហួយដែលបានចែករំលែកនៅព្រឹត្តិការណ៍ពីរដែលទី1តកតទៅជាមួយនឹងការបង្កើត Facebook คล้ายៗហើយអស់នៅមាតិកាคล้ายៗដើម្បីបោកការអាណិតរបស់គេដើម្បីជួយលុយអីចឹងទៅហើយទី2តកតទៅជាមួយនឹងការចែករំលែកយើងអាចនិយាយថារូបភាពរបស់បកគលមេប្រហែលជាបកគលល្បីមួយចំនួនអីចឹងណាបាទអញ្ចឹងឥឡូវខ្ញុំសូមចូលដល់សំណួរមួយទៀតដែលសួរទៅកាន់លីដែរសំលីតើសម្ដីឯងគិតថារដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនយ៉ាងណានៅក្នុងការដោះស្រាយចំពោះការវាយប្រហារទៅលើតាមប្រព័ន្ធអ៊ីនធឺណិតបើវាចេះតែកើនឡើងរហូតអញ្ចឹងណាចំពោះដល់ហ្នឹងមានន័យថាយើងសូមឆ្លើយទៅជាក់ស្ដែងការវាយប្រហារតាម cyber attack ហ្នឹងគឺវាកំពុងតែកើតឡើងធ្ងន់ធ្ងរទាំងលើពិភពលោកហើយរួមទាំងប្រទេសកម្ពុជាផងដែរដូច្នេះរដ្ឋាភិបាលកម្ពុជាក៏បានចាប់ផ្ដើមរៀបចំនៅយុទ្ធសាស្ត្រមួយចំនួននិងសកម្មភាពជាច្រើនដើម្បីទប់ស្កាត់នៅដោះស្រាយបញ្ហានេះហើយខាងក្រោមនេះខ្ញុំលើកចំណុចមួយចំនួនដូចជាទីមួយគឺការបង្កើតនៅយុគឋានសព្វភាពព័ត៌មាន security cyber security department នេះថាក្រសួងប្រៃសណីនិងទូរគមនាគមន៍បានបង្កើតនៅ
នាយកដ្ឋានសុវត្ថិភាពព័ត៌មានជាដើម្បីត្រួតពិនិត្យការវាយប្រហារតាមបណ្ដាញនិងការលុបបំបាត់នៅទូរស័ព្ទ digital ហើយចំណុចទី2គឺការរៀបចំច្បាប់ស្ដីពីសុវត្ថិភាពព័ត៌មានច្បាប់នោះដូចជាគេធ្វើឲ្យនៅក្នុងអំឡុងចុងឆ្នាំហ្នឹងឆ្នាំ2025និងបានឆ្នាំ2026ហើយចំណុចមួយទៀតគឺការរួមចូលរួមជាមួយអន្តរជាតិមានថាកម្ពុជាគឺបានសហការជាមួយនឹងអន្តរជាតិដូចជា ITU International Telecom International Telecom Union និង ASEAN Cyber Cooperator ដើម្បីបញ្ញាបដូរចំណេះដឹងនិងបច្ចេកវិទ្យាសុវត្ថិភាព digital ហើយចំពោះចំណុចទៀតគឺការបណ្ដុះបណ្ដាលលើអ្នកជំនាញសុវត្ថិភាព digital មានថារដ្ឋាភិបាលយើងក៏បានកើតនៅសាលាមួយចំនួនហើយដើម្បីបណ្ដុះបណ្ដាលនៅវគ្គខ្លីដូចជាវគ្គបណ្ដុះបណ្ដាល Cyber Security សម្រាប់និស្សិតដូចជាឃើញដូចជាមានសាលាមួយដែលបានបង្រៀនលើជំនាញហ្នឹងហើយចំពោះចំណុចទី5គឺការសិក្សាចំណេះដឹងដល់សាធារណៈបញ្ហាហ្នឹងក៏យើងបានឃើញដែរគឺភ័យរបស់ក្រសួងគឺបានផ្សព្វផ្សាយជាច្រើនហើយខ្ញុំក៏បានចូលមើលខ្លះដែរពីការពីសុខភាពអ៊ីនធឺណិតដែរហើយចំពោះចំណុចតបគឺការបង្កើតក្រុមប្រតិកម្មបន្ទាន់ឬក៏ពីកាត់ CETR កម្ពុជាមានក្រុមដែរគឺ CTR ហ្នឹងគឺ Cambodia Community Emergency Response Team ដែលមានភារកិច្ចរបស់គេហ្នឹងគឺស៊ើបអង្កេតនិងឆ្លើយតបទៅនឹងការវាយប្រហារតាមដានហើយវាជាមិត្តភាពសំខាន់ក្នុងការទប់ស្កាត់និងសម្រួលព័ត៌មានដូចជាព័ត៌មានខ្លាំងៗជាដើមហើយព្រឹកហ្នឹងដូចជាមានតែប៉ុណ្្នឹងទេអស់ហើយទៅដល់ខ្ញុំបាទអរគុណសុលីដែលបានចែករំលែកអញ្ចឹងសុលីក៏បានលើកនៅមូលហេតុដែលបានមិនមូលហេតុសំទោសវិធីដែលវិធានការដែលរដ្ឋាភិបាលបានត្រៀមដើម្បីការពារនៅការវិវហានេះគឺមានដូចជាការបង្កើតនយោបាយកថាសុវត្ថិភាពព័ត៌មានវិទ្យាអញ្ចឹងណាហើយមានការរៀបចំច្បាប់អំពីដែលយើងអាចថាការព្រៀងច្បាប់អំពីសុវត្ថិភាពព័ត៌មានវិទ្យាដែលកំពុងតែរៀបចំឡើងនិងបំរុងនឹងបញ្ចប់នៅឆ្នាំ2026នេះបាទអញ្ចឹងចំណុចទី3ដែលគាត់បានចូលរួមសហការជាមួយនឹងអង្គការអន្តរជាតិដូចជា ITU Asian Cyber Security ដែលមានវគ្គបណ្ដុះបណ្ដាលឲ្យផ្លាស់ប្ដូរចំណេះដឹងអីចឹងទៅបាទខ្ញុំសូមនិយាយតែប៉ុណ្្នឹងហើយខ្ញុំសូមទៅចូលមកសំណួរទៀតដែលតកតងជាមួយនឹងហានិភ័យក្នុងការប្រើប្រាស់ Wi-Fi ជាសាធារណៈអញ្ចឹងបើសិនជាទិន្នន័យផ្ទាល់ខ្លួនរបស់យើងនឹងត្រូវបែកខ្ទេចអញ្ចឹងយើងគួរធ្វើអីមុនគេទៀតបាទអញ្ចឹងសម្រាប់ការហានិភ័យទៅលើការប្រើប្រាស់ទៅលើ Wi-Fi សាធារណៈក៏ដូចជាការវិធានការការពារអញ្ចឹងយើងដឹងហើយថា Wi-Fi នៅក្នុងសាធារណៈវាមានដូចជាវាពេញនិយមមែនតើមានដូចទៅលើវិរហោះហាងកាហ្វេផ្សារទំនើបភោជនីយដ្ឋានឬក៏សណ្ឋាគារជាដើមអញ្ចឹងយើងដឹងហើយថាទាំងអស់ហ្នឹងគឺអ៊ីនធឺណិតរបស់ហ្នឹងគឺប្រើ free អញ្ចឹងដោយឥតគិតថ្លៃទាំងអ៊ីនធឺណិតឬក៏គេហៅថា hotspot ប្រើប្រាស់វាមានការប្រើប្រាស់ទូលំទូលាយមែនតើហើយនឹងពេញនិយមនៅក្នុងការប្រើប្រាស់របស់យុវសម័យរបស់យើងហ្នឹងអញ្ចឹងមនុស្សជាច្រើនគឺធ្វើការតភ្ជាប់ទៅលើ hotspot មួយហ្នឹងតែពួកគេអត់ដឹងទេថានៅពេលដែលយើងប្រើប្រាស់ទៅលើ hotspot សាធារណៈមួយហ្នឹងគឺពិតជាមានការហានិភ័យមែនតើអញ្ចឹងបើទោះបីជាវាមានផលប៉ះពាល់ទៅក្នុងការចូលក៏ដោយប៉ុន្តែនឹងមានការពិនិត្យទៅលើគណនីប្រព័ន្ធផ្សព្វផ្សាយរបស់សង្គមរបស់យើងឬក៏គេថា information របស់យើងអញ្ចឹងនៅពេលដែលយើងចូលទៅកាន់ Wi-Fi សាធារណៈមួយហ្នឹងអញ្ចឹងនេះថាយើងអត់ដឹងទេថា Wi-Fi មួយហ្នឹងជារបស់ម្ចាស់ហាងឬក៏អ្វីនោះទេអញ្ចឹងនៅពេលខ្លះគឺមានអនានុមឬក៏គេហៅថាជនឆបោកឬក៏គេហៅថាពួក hacker អញ្ចឹងគឺបង្កើតទៅលើ Wi-Fi សព្វនិមិត្តមួយដើម្បីធ្វើការ track ទៅលើ information របស់យើងហ្នឹងអញ្ចឹងនៅពេលដែលយើងចូលទៅកាន់ Wi-Fi មួយហ្នឹងទៅយើងមិនធ្វើការ Wi-Fi password អីហ្នឹងគឺគេធ្វើការ access ទៅលើ
ទៅតាមរយៈអ៊ីនធឺណិតមួយហ្នឹងអញ្ចឹងមួយទៀតគឺថាតើអ្វីទៅគឺជាហានិភ័យអញ្ចឹងសម្រាប់ការប្រើប្រាស់ Wi-Fi សាធារណៈគឺហានិភ័យជាច្រើនអាចកើតឡើងដោយសារតែម្ចាស់អាជីវកម្មគឺពួកគេហ្នឹងពេលខ្លះទេគាត់គ្រាន់តែធ្វើការដាក់ Wi-Fi ហ្នឹងដើម្បីឲ្យគេថា free ដើម្បីថាឲ្យអតិថិជនរបស់គាត់ហ្នឹងធ្វើការប្រើប្រាស់ទៅលើសេវាកម្មមួយហ្នឹងតែគាត់អត់បានគិតទៅដល់សុវត្ថិភាពរបស់អ្នកប្រើប្រាស់ថាអូពេលនៅប្រើប្រាស់ Wi-Fi មួយហ្នឹងទៅអាចនឹងមានពួក hacker ឬក៏ពួកអាណានិមស្សធ្វើការចាប់ទៅលើ IP address របស់យើងឬក៏ធ្វើការ hack ទៅតាមបច្ចេកវិទ្យារបស់ពួកគាត់ឬក៏សមត្ថភាពរបស់គាត់ទាំងទៅអញ្ចឹងម្ចាស់ហាងនីមួយៗគឺគាត់អត់បានគិតទៅលើសុវត្ថិភាពនៅពេលដែលដាក់ hotspot សាធារណៈឲ្យអតិថិជនរបស់គាត់ប្រើទេអញ្ចឹងមួយវិញទៀតសម្រាប់ការចែករំលែកការចែកចាយឬក៏ការចែកចាយមេរោគអីចឹងទៅអញ្ចឹងដោយសារតែកម្មវិធីវាមានចំណុចខ្សោយឬក៏ website មានចំណុចខ្សោយអញ្ចឹងនៅពេលដែលយើងចូលទៅកាន់ website មួយហ្នឹងយើងធ្វើការ assign ឬក៏ register ទៅលើ email របស់យើងហ្នឹងគឺវាអាចមានការឆ្លងមេរោគឬក៏គេហៅថា malware អញ្ចឹងទៅអញ្ចឹងនៅពេលដែល malware ហ្នឹងចូលទៅក្នុងកុំព្យូទ័ររបស់យើងដោយយើងអត់ដឹងខ្លួនទេអញ្ចឹងចំណុចខ្សោយមួយនោះរបស់កម្មវិធីហ្នឹងគឺវាមានចំណុចចន្លោះខ្សោយអញ្ចឹងវាអាចធ្វើឲ្យពួក hacker ធ្វើការ attack ទៅលើ website មួយហ្នឹងមិនព្រមទាំង hack ទៅលើ website មួយហ្នឹងទេអញ្ចឹងធ្វើការ hack ទៅលើ information ដែលអតិថិជនឬក៏ customer ដែលយើងបាន assign email assign password ទៅដល់ website មួយហ្នឹងគឺ hacker ធ្វើការ collect ឬក៏ប្រមូលទិន្នន័យរបស់យើងហ្នឹងយកទៅការប្រើប្រាស់ដែលគេហៅថាអត់ស្របច្បាប់ឬក៏អសិលធម៌ហ្នឹងហើយគឺអសិលធម៌ហើយស្ដាប់មួយវិញទៀតគឺ hotspot ដែលវាមានគ្រោះថ្នាក់អញ្ចឹង hotspot ដែលមានគ្រោះថ្នាក់គឺចង់បានន័យថាអញ្ចឹងអូមកថាយើងចូលទៅកាន់ស្ថាគារណាមួយអញ្ចឹងទៅអញ្ចឹងយើងទុកចិត្តឲ្យថាអូស្ថាគារមួយនេះគឺមាន Wi-Fi free យើងធ្វើការ connect វាតែយើងអត់បានចាប់អារម្មណ៍ឈ្មោះទេអញ្ចឹងនៅអត់បានចាប់អារម្មណ៍ឈ្មោះរបៀបម៉េចអញ្ចឹងបានន័យថាឈ្មោះឧទាហរណ៍ថាស្ថាគារដាក់ Wi-Fi A អញ្ចឹងពួក hacker វាដាក់ A.1 អញ្ចឹងយើងអត់បានច្បាស់យើងអត់បានគេថាត្រៀមចិត្តឬក៏សង្កេតមើលថាអូ Wi-Fi មួយហ្នឹងវាមួយណាជារបស់ពិតមួយណាជារបស់ដែលពួក hacker វាក្លែងបន្លំអញ្ចឹងយើងចូលទៅកាន់A.1 អញ្ចឹងឧទាហរណ៍ថា A.1 ហ្នឹងជារបស់អាណានិមស្សដែលបានបង្កើតឡើងអញ្ចឹងនៅពេលដែលយើងចូលទៅវាអត់មានធ្វើការឲ្យយើងវាយ password ទេគឺវាជាប់អូតូអញ្ចឹងគឺវាជាហានិភ័យខ្លាំងមែនតើអញ្ចឹងនៅពេលដែលយើងចូលទៅគឺធ្វើឲ្យយើងហ្នឹងអាចនឹងបាត់បង់នៅទិន្នន័យដែលយើងបាន store ទុកនៅក្នុងទូរស័ព្ទរបស់យើងគឺធ្វើការ access តាមរយៈអ៊ីនធឺណិតឬក៏ IP address មួយទៅអញ្ចឹងការពីខ្ញុំទៅគឺការចាប់ Wi-Fi ទៅលើសាធារណៈអញ្ចឹងបើសិនជាអត់មានការចាំបាច់ទេខ្ញុំអត់ recommend ទេដោយសារតែយើងអត់ដឹងទេថាជនឆបោកឬក៏អាណានិមស្សហ្នឹងចង់មានគោលបំណងអាក្រក់របៀបម៉េចអញ្ចឹងសម្រាប់ខ្ញុំគឺបើសិនជាយើងអត់មានការចាំបាច់ទេយើងគួរតែប្រើអ៊ីនធឺណិតផ្ទាល់ខ្លួនរបស់យើងទៅហ្នឹងហើយអញ្ចឹងសម្រាប់ចំណុចរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេសូមអរគុណអ្នកទាំងអស់គ្នាបាទអរគុណសម្រាប់លៀបបានចែកម្លែកអញ្ចឹងនិយាយឲ្យខ្លីគឺរបស់ free គ្មានរបស់ល្អទេលៀបចង់និយាយអញ្ចឹងបាទអញ្ចឹងលើក្រោយបើសិនជាយើងចង់ចប់ Wi-Fi នៅក្រៅអញ្ចឹងយើងត្រូវតែម្ដងទៀតថាទិន្នន័យរបស់យើងហ្នឹងវាសំខាន់អត់អញ្ចឹងបើសិនជាវាសំខាន់យើងមិនគួរណាស់តែចប់នេះនៅក្រៅWi-Fi នៅក្រៅទេតែជា Wi-Fi សាធារណៈព្រោះ hacker ហ្នឹងគាត់អាចចូលមក hack ឬក៏អីអញ្ចឹងទៅបាទអញ្ចឹងខ្ញុំសូមចូលសំណួរបន្ទាប់ទៀតបរាដូចអត់បាននិយាយមិនដល់លើទេអញ្ចឹងសំណួរបន្ទាប់ទៀតគឺតកតងតើសាលារៀនសាកលវិទ្យាល័យនិងកន្លែងធ្វើការអាចជួយលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពតាមអ៊ីនធឺណិតយ៉ាងដូចម្តេចដោយសារតែបរាតាមខ្ញុំដឹងគឺបរាទៅធ្វើការបរាធ្វើការចែកម្លែកបន្តិចបានដល់បរាអរគុណបាទអរគុណហងសម្រាប់សំណួរសម្រាប់វិទ្យាល័យឬក៏សាកលវិទ្យាល័យឬក៏សាលារៀនកន្លែងធ្វើការនានាគឺយើងអាចផ្ដល់ព័ត៌មានចូលទៅកាន់គាត់បានជាច្រើនដែលខ្ញុំគិតថាយើងគួរតែផ្សព្វផ្សាយអំពីចំណេះដឹងទូទៅនៃការប្រើប្រាស់អ៊ីនធឺណិតនៅតាមទីសាធារណៈដើម្បីគាត់យល់ទីមួយគឺយើងផ្សព្វផ្សាយទៅលើការប្រើប្រាស់ Wi-Fi នៅតាមសាធារណៈអញ្ចឹងយើងមានផលប៉ះពាល់អីខ្លះរាល់ថា
ជាការ hack ឬក៏ការទាញយកទិន្នន័យរបស់យើងយកទៅប្រើប្រាស់ដោយមិនបានដឹងជាមុនរហូតពេលដែលយើងភ្ជាប់ Wi-Fi របស់នរណាម្នាក់ឬក៏កន្លែងណាមួយកន្លែងដូចជាហាងកាហ្វេឬក៏សាគារអីផ្សេងៗហ្នឹងដែលយើងបានស្គាល់ប្រភពច្បាស់លាស់ឬក៏វាមិនមែនជា Wi-Fi របស់ម្ចាស់ហាងហ្នឹងផ្ទាល់ជាការ track ឬក៏ phishing ផ្សេងៗដែលធ្វើឲ្យព័ត៌មានរបស់យើងហ្នឹងត្រូវបានជននរណាមួយផ្សេងទៀតដែលបានយកទិន្នន័យរបស់យើងដែលមិនបានដឹងខ្លួនទី2គឺរបៀបដែលគេទាញយកទិន្នន័យយើងគួរតែបញ្យល់ពួកគាត់ឲ្យយល់ដឹងថាតើការទាញយកទិន្នន័យរបស់យើងហ្នឹងរបៀបណាមិនបានគេអាចទាញយកទិន្នន័យរបស់យើងបានដូចជាខ្ញុំនិយាយលើខាងលើមិញអញ្ចឹងឬក៏លៀបបាននិយាយអញ្ចឹងថាពេលដែលយើងភ្ជាប់ Wi-Fi វាតែងតែមានការ access នានាឆ្លងទៅតាម Wi-Fi វា tracking តាម Wi-Fi ចឹងគេអាចប្រម៉ូទយកគេអាចមើលនៅក្នុង Wi-Fi ហ្នឹងថាតើមាន data ណាខ្លះឬក៏មាន device ណាខ្លះបន្ទាប់មកគេអាច scan យក device របស់យើងហ្នឹងយកទៅបញ្ចូលទៅក្នុងsystem របស់គេហើយគេអាចទាញយកទិន្នន័យពី device របស់យើងបានឧទាហរណ៍ដូចជា node ឬក៏ការ node របស់យើងផ្សេងៗឬក៏ធនាគារទិន្នន័យធនាគារឬក៏ថតរូបឬឯកសារសំខាន់ៗផ្សេងៗដែលគេអាចយកទៅបានឬក៏គេអាចទៅប្រើប្រាស់បានអញ្ចឹងទៅហើយបន្តមកទៀតគឺជាការចុច link នៅលើអ៊ីនធឺណិតហ្នឹងឯងដែលយើងអត់ស្គាល់ប្រភពវាច្បាស់លាស់ឧទាហរណ៍ថាវាដូចជាឧទាហរណ៍ថាជាទូទៅក្មេងៗអាចតាក់ទងនៅនឹងក្មេងៗជាច្រើនដែលគាត់អាចបានយល់ដឹងអំពីតើ link ឬក៏link ដែលវាអត់មានប្រភពច្បាស់លាស់ហ្នឹងវាបែបមិនទេដល់ពេលគាត់ចុចចូលទៅបែបមានរបៀបការលេងហ្គេមឈ្នះប្រព័ន្ធអីផ្សេងៗពេលដែលយើងពេលដែលយើងចូលពេលយើងលេងទៅឈ្នះហើយបន្ទាប់មកគេឲ្យយើងពេញទិន្នន័យផ្សេងៗដល់ពេញព័ត៌មានផ្ទាល់ខ្លួនហ្នឹងមានឈ្មោះថ្ងៃខែឆ្នាំកំណើតតែយើងបានលេខធនាគារអីផ្សេងៗទៅឬក៏លេខកូដធនាគារ4ខ្ទង់ឬក៏6ខ្ទង់របស់យើងហ្នឹងហើយគេអាចទាញយកទិន្នន័យយើងដោយប្រយោលបានអាហ្នឹងជាការចុច link ដែលមិនច្បាស់លាស់ហើយបន្តមកទៀតគឺយើងដោយតាភ្ជាប់មួយនឹងការនិយាយមិនដែរគឺយើងកុំជៀសវាងនៃការពេញព័ត៌មានទៅក្នុង website ដែលយើងមិនស្គាល់ប្រភពច្បាស់លាស់ឲ្យសោះនៅពេលដែលយើងចូលព័ត៌មាននៅក្នុងwebsite ដែលយើងអត់ស្គាល់ហ្នឹងវាធ្វើឲ្យយើងបាត់បង់ទិន្នន័យជាច្រើនដែលយើងអត់បានព្រៀងទុកមុនឬក៏យើងអត់បានដឹងខ្លួនមុនទេហ្នឹងហើយចំណុចហ្នឹងគឺខ្ញុំមានតែប៉ុណ្្នឹងទេខ្ញុំសូមលើកឡើងតែប៉ុណ្្នឹងគុណបាទអរគុណបារាអញ្ចឹងយើងនៅក្នុងមួយសំណួរទៀតខ្ញុំអត់ធ្វើការសង្ខេបទេយើងដើម្បីចប់លឿនអញ្ចឹងខ្ញុំសូមបារាឆ្លើយមកទៅព្រោះម្នាក់ពីសំណួរឲ្យស្មារតីគ្នាកុំឲ្យចំណៃទេណោះអញ្ចឹងសំណួរទី10អញ្ចឹងបារាក្នុងនាមជាហើយជាអ្នកចាស់ទុំជាងគេក្នុងក្រុមហ្នឹងណាអញ្ចឹងបារាមានអីចែករំលែកដើម្បីឲ្យបងប្អូនជំនាន់ក្រោយឬក៏ប្រជាជនកម្ពុជាឲ្យដឹងដើម្បីអំពីរបៀបការរក្សាសមត្ថភាពនៅលើតាមប្រព័ន្ធអ៊ីនធឺណិតអត់បាទហ្នឹងហើយអរគុណហងសម្រាប់សំណួរនេះគឺខ្ញុំល្អខ្ញុំគិតថាល្អហើយវាជាដំបូន្មានរបស់ខ្ញុំដែរហើយខ្ញុំគិតថាជារឿងទី1ដែលយើងត្រូវតែប្រុងប្រយ័ត្ននោះគឺជា link online ដោយសារតែ link online ឥឡូវគឺវា scam ច្រើនខ្លាំងមែនតើហ្មងហើយសូម្បីតែយើងជិះទៅកាត់នៅកន្លែងតំបន់ណាមួយដែលគេមាន scam online គេអាចផ្ញើlink Telegram ឬក៏ការលបែងស៊ីសងហ្នឹងវាចុចទៅក្នុង SMS របស់យើងដោយយើងអត់ដឹងទេថាតើវាផ្ញើមកពីណាអញ្ចឹងគឺដាច់ខាតតែម្ដងគឺយើងអត់អាចចុច link នឹងបានទេបើសិនជាអាចគឺយើងអាច delete ចោលហ្មងទៅយើងមិនបាច់ទៅខ្វល់SMS ហ្នឹងទេហើយមួយទៀតរឿងដែលខ្ញុំគិតថាទី2គឺជារឿងដែលសំខាន់ដែរគឺយើងត្រូវតែមើលប្រភពអំពី website ឬក៏ជា page អីផ្សេងឲ្យបានត្រឹមត្រូវដែលខ្ញុំលើកឧទាហរណ៍មួយដែរថាដូចជាក្រុមហ៊ុនមួយដែលតាក់ទងនឹង Wing page ហ្នឹងគឺឈ្មោះគ្រប់គ្រងដោយអ្នកគ្រប់គ្រងអតិថិជន Wing Bank website ហ្នឹងយើងអាចទៅ search មើលបានហើយវាជា page website វាជា page ឈ្មោះ page មួយវាជា page phishing មួយ
ដែលឆាតទៅអតិថិជនជាច្រើនហើយ scam មកថាយើងហ្នឹងគាត់គេមានសេវាកម្មនៃផ្សេងហើយដល់ពេលយើងដូរលេខកូដឬក៏អគ្គណនីរបស់យើងហ្នឹងវាខូចវាអីចឹងទៅអញ្ចឹងវាធ្វើឲ្យយើងហ្នឹងផ្ដល់ព័ត៌មានឲ្យគេតាមមិនដឹងខ្លួនពីព្រោះការបាត់លេខកូដមួយឬក៏ការអឺគេប្លុកលេខកូដរបស់យើងដែលយើងចុចខុសច្រើនដងហ្នឹងគឺយើងតែងតែទៅធនាគារអញ្ចឹងបើមិនគេបង្កើត page មួយដើម្បីយកមក scam យើងអញ្ចឹងអាហ្នឹងជាបញ្ហាមួយដែរហើយមួយទៀតគឺខ្ញុំគិតថាចំណុចទី3ដែលវាចំណុចសំខាន់តែម្ដងគឺជាការ call ដោយដូចថាគេ call មកយើងថាជាពិសេសសម្រាប់ចាស់ខ្ញុំគិតថាគាត់អាចនឹងមានបញ្ហារបៀបថាគាត់ទប់អារម្មណ៍គាត់អត់ជាប់ឬក៏គាត់គិតច្រើនអំពីថាគេតែមកមានបញ្ហាសម្រាប់កូនរបស់គាត់ឬក៏មានបញ្ហាផ្សេងទៅលើកូនរបស់គាត់ហ្នឹងទៅអញ្ចឹងគេអាចនឹងតែគាត់ថាគេនិយាយថាមានបញ្ហាកូនមានបញ្ហាជាមួយជាពីរឲ្យគាត់នឹងផ្ញើប្រាក់ទៅដើម្បីឲ្យជួយកូនគាត់ចឹងទៅអញ្ចឹងអាហ្នឹងជាបញ្ហាមួយដែលសប្ងៃគឺយើងដឹងហើយអត់សូវសម្បូរទេតែពាក់ព័ន្ធទៅនឹងក្មេងៗដោយសារគាត់អាចនឹងយល់ដឹងច្រើនប៉ុន្តែបើចាស់អាចគាត់បារម្ភពីកូនច្រើនអញ្ចឹងហើយបានវាអាចមានបញ្ហាទៅលើគាត់ហ្នឹងហើយបន្តមកទៀតគឺយើងត្រូវតែជនដែលមិនស្គាល់អត្តសញ្ញាណតាក់ទងមកផ្ដល់ព័ត៌មានហ្នឹងគឺយើងអត់ឲ្យយើងអត់ត្រូវផ្ដល់ព័ត៌មាននឹងទៅឲ្យគេបើសិនជាយើងផ្ដល់ព័ត៌មាននឹងទៅឲ្យគេយើងអត់ដឹងថាតើម្នាក់ហ្នឹងដែលតាក់ទងមកយើងហ្នឹងយើងស្គាល់ឬអត់ហើយបើសិនជាយើងអត់ស្គាល់គេទេតើហេតុអីបានយើងផ្ដល់ព័ត៌មាននឹងឲ្យគេអញ្ចឹងយើងត្រូវតែធ្វើម៉េចយើង keep privacy របស់យើងហ្នឹងឲ្យបានល្អជៀសវាងពីការ hack យកតំណែងផ្សេងអញ្ចឹងជា demo មានរបស់ខ្ញុំមានតែប៉ុណ្្នឹងទេហើយក៏សូមអរគុណទៅដល់ហងដែលបានមានសំណួរមកនេះអរគុណអញ្ចឹងជាទីបញ្ចប់ខ្ញុំសូមអរគុណអ្នកគ្នាសម្រាប់ការទស្សនាហ្នឹងហើយយើងបន្ទាប់ពីយើងបានស្ដាប់ការចែករំលែករបស់មិត្តភក្តិខ្ញុំទាំងអ្នកហ្នឹងយើងបានសិក្សាអំពីថាបញ្ហាឧក្រិដ្ឋកម្មព័ត៌មានវិទ្យាហ្នឹងវាកើនឡើងជារៀងរាល់ថ្ងៃហើយវាខ្លាចជាបញ្ហាប្រចាំថ្ងៃទៅហើយអញ្ចឹងយើងគួរណាស់តែបង្កើនការប្រុងប្រយ័ត្នរបស់យើងមិនថាការលើកទូរស័ព្ទការប្រើប្រាស់នៅ Wi-Fi សាធារណៈឬក៏ការទទួលនៅ SMS យើងមិនគួរណាដែលចុច link ផ្ដេសផ្ដាស់ហើយអញ្ចឹងជាលើកក្រោយនៅពេលដែលយើងទទួលបាន SMS មុននឹងចាប់ផ្ដើមចុចចូលយើងត្រូវគិតម្ដងទៀតសិនថាគួរចុចឬក៏អត់បាទហើយឬក៏យើងទៅ URL ណាយើងទៅមើលឲ្យច្បាស់ថាវាមាន HTTPS អត់ទេអញ្ចឹងមកយើងចុចបាទអញ្ចឹងអរគុណម្ដងទៀតអរគុណសម្រាប់បូរ៉ាអរគុណសម្រាប់សំលីអរគុណសម្រាប់លៀបអរគុណសម្រាប់លងហួយនិងអរគុណសម្រាប់ម៉ារ៉ាឌីដែលបានចែករំលែកនៅថ្ងៃនេះអញ្ចឹងហើយក៏អរគុណដល់អ្នកគ្នាដែលបានចូលរួមទស្សនាsee you next time អរគុណបាទជំរាបលា